សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 នៅថ្ងៃនេះដែរខ្ញុំបាទក៏សូមលើកយកព័ត៌មានមួយដែលទាក់ទិនទៅនឹងសិក្សាសង្គមប៉ែនចម្រុងបន្លំខ្លួនធ្វើជាបរិសុទ្ធវ័យចំណាស់ដួលសន្លប់លើផ្លូវមានរឿងអ្វីកើតឡើងវីដេអូឃ្លីបខ្លីដែលគេធ្វើឡើងដើម្បីសិក្សាសង្គមដែលភាគច្រើនឃើញនៅបរទេសនោះឥឡូវនេះមកដល់កម្ពុជាយើងហើយដោយថ្មីនេះលោកប៉ែនចម្រុងបានបន្លំខ្លួនធ្វើជាបរិសុទ្ធវ័យចំណាស់ម្នាក់ដួលសន្លប់ក្បែរផ្សារជាមួយសម្លៀកបំពាក់ចាស់ចាស់មើលទៅកំសត់ខ្លាំងណាស់ការបន្លំខ្លួនធ្វើជាបរិសុទ្ធដែលមានវ័យចំណាស់ដើរតាមផ្លូវសាធារណៈហើយដួលសន្លប់នេះគឺក្នុងគោលបំណងចង់ដឹងពីទឹកចិត្តបងប្អូនប្រជាជនខ្មែរតើមានទឹកចិត្តបែបណានៅពេលដែលឃើញបរិសុទ្ធក្រខ្សត់ដួលសន្លប់នៅតាមទីសាធារណៈដូចនេះតាមរយៈវីដេអូនេះឃើញថាប្រជាពលរដ្ឋខ្មែរយើងមិនដូចបរទេសទេលទ្ធផលយ៉ាងណាទស្សនាទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីសម្រាប់អត្ថបទនេះដែរខ្ញុំបានក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះឥឡូវយើងងាកមកតាមដានព័ត៌មានបន្តទៀតគឺទាក់ទិនទៅនឹងនៅ PNN មានការចាប់រង្វាន់លៀបមង្គលទៀតហើយចុងសប្តាហ៍នេះស្រាបៀរអាន់ឈើនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី2នៅស្ថានីយ៍ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រីអាន់ឈើ Fun Zone ដើម្បីដល់រង្វាន់លៀបមង្គលដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានទិញអាន់ឈើសម្រាប់មង្គលការរបស់ខ្លួននៅថ្ងៃទី23មេសាឆ្នាំ2017នេះអាន់ឈើ Fun Zone ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង 8 យប់ដល់ម៉ោង 10 យប់ដោយមានការចូលរួមសម្ដែងកម្សាន្តបង្កបរិយាកាសសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះជាច្រើនដួងដូចជា Miss Pui Fair លោកវងតារារតនាកញ្ញាសុកសីឡាលីននិងលោកវ៉ាន់ផូលីជាដើមកម្មវិធីនេះនឹងធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវអាន់ឈើសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ខ្លួនប៉ុណ្ណោះសម្រាប់ការចាប់រង្វាន់លើកទី2នេះអាន់ឈើនឹងប្រគល់រង្វាន់សម្រាប់គូស្វាមីភរិយាដូចជាដំណើរក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ក្រាប៊ី15រង្វាន់ទូរទស្សន៍ Sony Android 55 អ៊ីងចំនួន10រង្វាន់កាមេរ៉ា Sony 10រង្វាន់ចង់ដឹងគូស្នេហ៍ថ្មីថ្មោងណាខ្លះដែលមានសំណាងឈ្នះរង្វាន់ទាំងនេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាប្រិយមិត្តជាទីមេត្រីសម្រាប់ព័ត៌មានទាំងពីរនេះខ្ញុំបានក៏សូមបញ្ចប់ត្រឹមប៉ុណ្ណេះផងដែរអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មាននេះបាទសូមអរគុណសូមជម្រាបលា